ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំតំណាងឲ្យក្រុមទី2ដែលមានសមាជិកចំនួន4នាក់មានអោមសៅដាមានហៀបរិនមានសំសុកគឹមហេនិងសំរងសេងហួរបានមកបកស្រាយតាក់ទងទៅនឹងប្រធានបទ Elementary Particle ក្រុមរបស់យើងខ្ញុំបានជ្រើសរើសរូបភាពមួយយកមកបកស្រាយដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាគឺរូបភាព Standard Model of Elementary Particle Standard Model ចែកចេញជាពីរប្រភេទមាន Fermion ហើយនិង Boson ហើយធាតុសំខាន់3ដែលមាននៅក្នុងរូបភាពទី1មានខ្វាកទី2មានលឹបតង់ទី3នឹងមានបូសុនខ្វាកមាន6ប្រភេទមានខ្វាកអាប់ខ្វាកដោនខ្វាកឆាមខ្វាកស្ត្រេងខ្វាកថប់និងខ្វាកបឋមដែលមានម៉ាស់បន្ទុកហើយនិងស្ពីនខ្វាកមាន3ចំនួនមានចំនួនទី1ចំនួនទី2និងចំនួនទី3ចំនួនទី1មានខ្វាកអាប់ខ្វាកដោនចំនួនទី2មានខ្វាកឆាមខ្វាកស្ត្រេងចំនួនទី3មានខ្វាកថប់និងខ្វាកបឋមក្នុងខ្វាកក៏មានអង្គទីខ្វាកដែរដែលមានម៉ាស់ដូចគ្នាប៉ុន្តែបន្ទុកហើយនឹងស្ពីនផ្ទុយគ្នាខ្វាកជាធាតុមួយបង្កើតហាតារុងនិងមេសុងតាមរយៈអន្តរកម្មខ្លាំងសួរលោកគ្រូខ្ញុំឈ្មោះអង្គសដាតពីមិត្តភ័ក្តិរបស់ខ្ញុំមកនិយាយអំពីផលិតលិបតង់របស់យើងមាន6ហើយលិបតង់របស់យើងចែកចេញជា3គូគូទី1មានអេឡិចត្រុងនៅទីណូអេឡិចត្រុងហើយគូទី2មាន1អង់នៅទីណូ1អង់គូទី3តូនិងនៅទីណូតូចំពោះលិបតង់ដែលមានបន្ទុកអវិជ្ជមានវាមានម៉ាស់ធំហើយចំនួនស្ពីនរបស់វាទេស្ពីនវាគឺស្មើនឹង1/2ហើយចំពោះនៅទីណូអេឡិចត្រុងនៅទីណូ1អង់នៅទីណូតូវាមានម៉ាស់ទូចហើយវាគ្មានបន្ទុកទេចំពោះលិបតង់វាមានអង្គទី6ដូចគ្នាហើយអង្គទីរបស់វាមានចំនួនកង់តិចដក1ហើយចំនួនលិបតង់វាមានចំនួនកង់តិចបូក1បាទអញ្ចឹងចូលដល់ចំណុច Boson គឺ Boson យើងនិយាយពីការសម្របសម្រួលហើយBoson មានក្លូយអុងមានកាម៉ាហើយសិតបូកហើយនឹង W បូកដកហើយសម្រាប់ក្លូអុងគឺសម្រាប់សម្របសម្រួលអន្តរកម្មខ្លាំងរវាងខ្វាកនិងខ្វាកហើយដល់កាម៉ាសម្រាប់សម្របសម្រួលរវាងអេឡិចត្រូម៉ាហ្នេទិកហើយសម្រាប់សម្របសម្រួលបន្ទុកនិងបន្ទុកហើយសិតគឺតាក់ទងនឹងការបំបែកចង្កេះខ្ទាតហើយវាជាកម្លាំងខ្សោយហើយសម្រាប់ W បូកដកវាគឺសម្រាប់សម្របសម្រួល exchange particle ហើយភាគល្អិតមានបន្ទុក